តានេះធ្លាប់ចាប់អារម្មណ៍ទេថានាវាដឹកទំនិញមួយចំនួនមានបំពាក់នៅសសរខ្ពស់ៗដែលបង្វិលនៅលើនាវាសសរទាំងនោះត្រូវបានគេហៅថា rotor sails ឬក្តោងបង្វិលឧបករណ៍ទាំងនេះត្រូវបានរចនាឡើងដើម្បីជួយសន្សំសំចៃប្រេងដល់កប៉ាល់ដឹកទំនិញដែលជាបច្ចេកវិទ្យាមួយដ៏ឆ្លាតវៃនៅពេលដែលខ្យល់បក់ឆ្លងកាត់ក្តោងដែលកំពុងវិលវាបានបង្កើតនូវឥទ្ធិពលមួយហៅថា Magnus effect ឥទ្ធិពលនេះបានបង្កើតកម្លាំងរុញច្រានដែលជួយរុញកប៉ាល់ទៅមុខដោយមិនចាំបាច់ប្រើប្រាស់ថាមពលម៉ាស៊ីនច្រានទោះបីជាក្តោងទាំងនេះត្រូវការម៉ាស៊ីនដើម្បីចាប់ផ្ដើមវិលដំបូងក៏ដោយនៅពេលដែលវាដំណើរការហើយថាមពលខ្យល់នឹងជួយរុញច្រាននាវាបានយ៉ាងមានប្រសិទ្ធភាពដែលអាចជួយកាត់បន្ថយការប្រើប្រាស់ប្រេងអ៊ីនធឺណិតបានរហូតដល់ 20%បច្ចេកវិទ្យានេះមិនមែនជារឿងថ្មីនោះទេកាលពីច្រើនទសវត្សរ៍មុនមានកប៉ាល់មួយគ្រឿងដែលបំពាក់ក្តោងបង្វិលនេះបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិកដោយប្រើប្រេងអ៊ីនធឺណិតត្រឹមតែ12តោនប៉ុណ្ណោះខណៈដែលកប៉ាល់ធម្មតាត្រូវតែដល់ទៅ45តោនប៉ុន្តែនៅពេលនោះតម្លៃប្រេងនៅមានតម្លៃថោកហើយមនុស្សមិនសូវចាប់អារម្មណ៍នឹងការសន្សំសំចៃថាមពលឡើយម្យ៉ាងវិញទៀតក្តោងទាំងនេះបានចំណាយកำលែងលើនាវាយ៉ាងច្រើនដែលធ្វើឲ្យការដឹកជញ្ជូនទំនិញមានការរអាក់រអួលដោយសារហេតុផលទាំងនេះគំនិតនេះមិនទាន់ទទួលបានការពេញនិយមនៅពេលនោះបច្ចុប្បន្នជាមួយនឹងការកើនឡើងនៃតម្លៃប្រេងអ៊ីនធឺណិតនិងការព្រួយបារម្ភកាន់តែខ្លាំងចំពោះបរិស្ថានក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្របានចាប់ផ្ដើមពិចារណាឡើងវិញលើបច្ចេកវិទ្យានេះក្តោងបង្វិលសម័យទំនើបត្រូវបានផលិតឡើងពីសម្ភារៈដែលស្រាលនិងជាប់ធន់ជាងមុនដែលធ្វើឲ្យការដំឡើងមានភាពងាយស្រួលហើយវាក៏មិនរំខានដល់ការដាក់ទំនិញច្រើនដោយមុនដែរការអភិវឌ្ឍនេះបានធ្វើឲ្យក្តោងបង្វិលក្លាយជាជម្រើសដ៏ល្អមួយសម្រាប់ការសន្សំសំចៃថាមពលនិងកាត់បន្ថយការបំពុលបរិស្ថានការអភិវឌ្ឍបច្ចេកវិទ្យានេះបានបង្ហាញថាដំណោះស្រាយចាស់ៗដែលត្រូវបានគេមើលរំលងអាចក្លាយជាដំណោះស្រាយថ្មីល្អបំផុតសម្រាប់បញ្ហាបច្ចុប្បន្នវាក៏ជាមេរៀនដ៏សំខាន់មួយសម្រាប់យើងផងដែរថាគំនិតល្អៗមិនងាយសាបរលាបឡើយវាគ្រាន់តែរងចាំពេលវេលាដែលត្រឹមត្រូវប៉ុណ្ណោះ